សួស្តីនេះយើងទាំងអស់គ្នានេះជាវីដេអូមួយទៀតយើងនឹងនិយាយពីការបង្កើតករណីសន្មតបាទយើងត្រូវការបង្កើតករណីសន្មតដើម្បីយើងធ្វើកិច្ចការរបស់យើងនៅក្នុង field របស់យើងការងាររបស់យើងបាទអញ្ចឹងដោយសារនៅក្នុងនេះយើងអត់មានករណីជាក់លាក់ពី VM ទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើចាំយើងនិយាយពីករណីសន្មតហើយចាំយើងចេញពីការយើងត្រូវធ្វើការកណនីregistration ហើយនឹង website ទៅលើឈរនៅលើទីតាំងម៉ាស៊ីនបាទអញ្ចឹងនៅពេលនេះគឺយើងចូលមកដល់ដំបូងម៉ាស៊ីនរបស់យើងគឺយើងបើកមកគឺចេញបែបនេះបន្តមកទៀតយើងចង់គោលបំណងរបស់យើងចង់បង្កើតករណីសន្មតទីតាំងម៉ាស៊ីនរបស់យើងដើម្បីធ្វើកិច្ចការរបស់យើងអញ្ចឹងយើង escape មួយមកបាទ escape ក៏បាន S1 ក៏បានបាទអញ្ចឹងយើងចូលទៅលើកន្លែង page 1នេះ P1 បាទបន្តមកទៀតយើងចុចទៅពី S4 coordinate បាទ S4 បាទបន្តមកទៀតយើងចូលទៅលើពី OCC orient បាទ OCC orient enter មកបាទនៅtrongចំណុចនេះគេនឹងសួរយើងថាE យើងឲ្យប្រមាណ N ឲ្យប្រមាណហើយនឹង Z ជាទូទៅជាធម្មតាE គឺ6ខ្ទង់ N គឺ7ខ្ទង់បាទប៉ុន្តែនៅក្នុងនេះយើងបង្កើតករណីសន្មតខ្ញុំដាក់វា1000 10000ក៏បានអានេះខ្ញុំដាក់វាពី N នេះខ្ញុំដាក់វា50000ក៏បានដែរបាទហើយបន្តមកទៀត Z គឺជា elevation ទីនឹង level សមុទ្រនៅពេលដែលយើងចាប់ម៉ាស៊ីន GPS វានឹងឲ្យ ENZ ជាក់លាក់ឲ្យយើងប៉ុន្តែនៅក្នុងនេះខ្ញុំដាក់10ម៉ែត្រទៅបាទ enter បន្ទាប់មក PT នេះគឺចំណុចដែលយើងត្រូវ start ខ្ញុំត្រូវឲ្យ start ពីលេខ1បាទហើយ HE នេះគឺកម្ពស់ផងម៉ាស៊ីនបាទកម្ពស់ផងម៉ាស៊ីនអញ្ចឹងយើងមកពីម៉ាស៊ីនទៅខាងក្រោមតើកម្ពស់ស្មើប្រមាណបាទអញ្ចឹងខ្ញុំឧទាហរណ៍នេះស្មើ1ម៉ែត្រកន្លះបាទហើយបន្ទាប់មកយើងចុះក្រោមទៀតមកCD នេះគឺសំខាន់សម្រាប់គ្នាយើងត្រូវដាក់ចំណុចទីតាំងរបស់យើងជើងម៉ាស៊ីន BM ទី1ទី2ហើយចំណុចដែលយើងបាញ់ទៅចំណុចដែលយើងត្រូវបាញ់បាទបើសិនជាយើងអត់ដាក់ទេវានឹងមានបញ្ហានៅពេលដែលយើង transfer ពងចូលនៅក្នុងកម្មវិធី server CD វាអត់ដឹងថាពងដែលយើងបាញ់ហ្នឹងគឺជាពងប្រភេទអីទេបាទអញ្ចឹងត្រង់ចំណុចនេះគឺយើងត្រូវដាក់ឲ្យច្បាស់ឲ្យជាក់លាក់ថាពងដែលយើងចំណុចដែលយើងបាញ់ហ្នឹងវាជាប្រភេទអីយើងអាចដាក់ shortcut ទៅដូចជា boundary BO អញ្ចឹងទៅយើងបាញ់ជាដើមឈើយើងដាក់ TR អញ្ចឹងទៅប៉ុន្តែអានេះខ្ញុំដាក់ST ចុះដោយសារវានៅជាទីតាំងម៉ាស៊ីនរបស់យើងបាទខ្ញុំដាក់ ST បាទ ST1 អញ្ចឹងទៅអូខេ ST ក៏បានហើយបន្តមកទៀត operator គឺឈ្មោះអញ្ចឹងគឺឈ្មោះអ្នកដែលធ្វើអាហ្នឹងអត់បញ្ហាទេយើងមិនដាក់ក៏អត់បញ្ហាដែរបាទបន្តមកយើងចុះអូខេយើង enter បានកន្លែងហ្នឹងបាទ enter ហើយអូខេយើង enter មកទៀតបន្តមកទៀតវានឹងសួរយើងតើយើងត្រូវការ backside ទៅគេនេះយើង backside ទៅអូអញ្ជើញដោយសារយើងបង្កើតករណីសន្មតអានេះ backside ទៅនេះដែលយើងស្គាល់ករណីអានេះ decision ចាំយើងអាពីនេះចាំយើងរៀនក្រោយបាទអញ្ចឹងយើង backside ទៅ azimuth យើងចុចទៅលើនេះចុចទៅ F2 បាទបន្តមកទៀតវាសួរតើយើងត្រូវនេះអញ្ចឹងពេលហ្នឹងគឺយើងត្រូវការដាក់ត្រីវិស័យហើយប្រវត្តិពលខាងជើងបាទអញ្ចឹងយើងដាក់ទៅត្រីវិស័យទៅយើងបវល់ម៉ាស៊ីនរបស់យើងទៅពងជើងទៅយើងចុចនៅកងនេះដាក់0មកបាទ00ក៏បាន0ចឹងក៏បានហើយបន្តមកយើងអូខេទៅបាទអញ្ចឹងអូខេវាចូលទៅដល់ observation ហ្នឹងមានន័យថាយើងអាចបាញ់បានណាយើងអាចវាស់វែងបានណាអញ្ចឹងមានន័យថាទីតាំងម៉ាស៊ីនរបស់យើងមិញ E10000 N 50000បាទអញ្ចឹងអា EDM នេះគឺការកំណត់reflect អីហ្នឹងដូចអា EM ដែលចាំបាននិយាយមុនអញ្ចឹងបាទអញ្ចឹងយើងចូល observation គឺការវាស់វែងរបស់យើងអញ្ចឹងទី1ដែលយើងត្រូវធ្វើគឺយើង enter មកបន្តមកទៀតវាសួរតើនេះហាកម្ពស់ព្រិះរបស់យើងកម្ពស់ប៉ុន្មានអានេះយើងវាស់ចេះស្ដាយកម្ពស់ព្រិះហ្នឹងបាទប៉ុន្តែខ្ញុំសាកល្បងទៅតេស្តនេះគឺខ្ញុំដាក់បាញ់នៅណានព្រិះអញ្ចឹងគឺខ្ញុំអាចដាក់2ម៉ែត្រចោលក៏បានដែរអត់បញ្ហាចោលទេបាទហើយ PT នេះគឺយើងដាក់វាលេខ2ទៅមិញនោះលេខ1ដាក់លេខ2ទៅបាទអូខេយើងដូរទៅលេខ2អូខេលេខ2បាទអញ្ចឹងកន្លែងដូរនេះបើ BN គឺសម្រាប់លុបពេលដែលយើងចុច shift នេះវានឹងឲ្យយើងសញ្ញានេះអក្សរ A នេះគឺអក្សរ
យើងចុចមួយទៀតមកគឺតម្លៃលេខអញ្ចឹងយើងឲ្យវាលេខ1បាទអញ្ចឹងបន្តមកទៀតCD នេះវានឹងឲ្យ CD ទៀតហើយអញ្ចឹងអា CD នេះគឺខ្ញុំដាក់ BM1 BM ទី1អញ្ចឹងខ្ញុំសេទៅខ្ញុំដាក់ B អញ្ចឹងមុននឹងសេខ្ញុំដូរវាទៅអក្សរវិញ B បាទហើយខ្ញុំដូរវាដាក់ BM1 ខ្ញុំដាក់វាទៅលេខវិញបាទហើយបន្តមកទៀតគឺខ្ញុំ enter បាទនៅពេលនេះគឺវាចាប់ផ្ដើមឲ្យយើងបាញ់អញ្ចឹងយើងតម្រង់ទៅចំណុចដែលយើងជា BM ទី1របស់យើង BM ទី1ទី2របស់យើងត្រូវតែជាក់លាក់មិនមែនថាជាក់លាក់គឺជាចំណុចដែលមិនឲ្យវាបាត់បង់បាទនៅពេលដែលយើងបាត់បង់យើងមិនអាចធ្វើ setting ឲ្យមកវិញបានទេអញ្ចឹងខ្ញុំចុចទៅមាសឧទាហរណ៍ថាខ្ញុំចង់បាញ់ទៅចំចំណុចហ្នឹងទៅខ្ញុំចុចមាសបាទអញ្ចឹងដល់ពេលខ្ញុំចុចមាសវានឹងឲ្យ coordinate របស់ខ្ញុំ EN handset បាទដោយសារចំណុចនេះស្មើអូខេ Z ហើយបន្តមកទៀតhash នេះគឺកំពុងព្រីអត់មានបញ្ហាទេបាទអញ្ចឹងគឺវានឹងសួរយើងតើយើង save អត់បាទអញ្ចឹងបើ save យើងចុច record បាទអញ្ចឹងបើសិនជាយើងថាចំចំណុចនឹងត្រូវហើយយើងចុច read មកបាទអញ្ចឹងវាលោតចូលពងមួយទៀតឲ្យយើងពងលេខ2របស់យើងបាទហើយបន្តមកយើងបង្វិលម៉ាស៊ីនរបស់យើងហើយចំទៅ BM លេខ2ទៅបាទខ្ញុំឧទាហរណ៍បង្វិលមកតិចទៅបាទហើយបន្តមកទៀតយើងចុចអូតូចុចអូតូនេះយើងវានឹងឲ្យយើងអូតូម៉ាទិកម្ដងពងវាអត់ឲ្យយើងចុច record ទេបាទបាទនេះអញ្ចឹងវា record ឲ្យយើងអូតូបាទបាទអញ្ចឹងវាចូលពងលេខ3អញ្ចឹងមានថា EN នេះគឺកនេះរបស់យើងគឺមានប៉ុណ្ណឹងបាទប៉ុន្តែយើងមិនយើងឲ្យយើងអាចបានដូរទៅ BM លេខ2បាទអញ្ចឹងយើងត្រូវតែបាញ់មួយយើងត្រូវតែដូរមួយដែរអញ្ចឹងយើងអាចបាញ់ទៅចំណុចទៀតទៅយើងអាចលុបឲ្យមួយចោលក៏បានបាទអត់បញ្ហាទេយើងអូតូមកទៀតទៅបាទអូខេបន្តមកទៀតយើងចាប់ដើមចូលបន្តទៀតគឺយើងអាចបាញ់បានមានន័យថាចំណុចផ្សេងគឺយើងអាចបាញ់អូតូម៉ាទិកតែម្ដងប៉ុន្តែមុននឹងយើងបាញ់យើងត្រូវដាក់ដូរ CD ហើយបើសិនជាយើងបាញ់ព្រីយើងត្រូវដឹងថាព្រីយើងកម្ពស់ម៉ានបាទបើសិនជាយើងអត់បានដូរទេវានឹងពេលដែលយើងធ្វើគណនី row volume វានឹងបញ្ហាoffset នេះវាមានច្រើនក្នុងករណីយើងចង់បាំងចង់អីចំណុចដែលយើងមើលឃើញយើងអាច offset បានតែនេះវាមានច្រើនក្នុងនោះយើងចាំកាន់ម៉ាស៊ីនផ្ទាល់ចាំបានយើងអាចតេស្តវាមួយវាបានបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់ការយើងធ្វើគឺយើងអាចបាញ់បានរហូតបាទពេលនេះគឺយើងអាចគ្រាន់តែដូរតែ CD ហើយនឹងកម្ពស់ពេកទៅគឺយើងអាចចុចយកតែម្ដងបាទសម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទ